ប្រទេសយើងត្រូវបំប៉ានបំភ្លេចបំផ្លាញមុខមាត់កិត្តិយសសេចក្តីថ្លៃថ្នូរដោយក្រុមអនឡាញគេថាពួកឆោបោកប្រទេសរបស់យើងត្រូវបានបំភ្លេចបំផ្លាញដល់ក្រុមនេះហើយក្រុមនេះក៏អាចคล้ายទៅជាក្រុមដែលនឹងគម្រាមកំហែងប្រទេសជាតិរបស់យើងទៅអនាគតវាជាភពសំណាងហើយដែលពលរដ្ឋរបស់យើងមិនតាន់បានគេបង្ហាត់ឲ្យទៅជាអ្នកចេះឆោបោកតាមបច្ចេកវិទ្យាយើងទប់ស្កាត់តាន់ពេលវេលាថ្ងៃក្រោយប្រទេសជាតិរបស់យើងនឹងត្រូវរងគ្រោះដោយសារក្រុមនេះជាប្រភេទជាក្រុមបាបចាជាក្រុមបាបចាដែលថ្ងៃក្រោយសូម្បីតែប្រជាជនយើងមេដឹកនាំរបស់យើងវាចង់សម្លាប់វាសម្លាប់ពោះវាចូលមកនៅក្នុងនឹងដែរក្នុងនឹងតើឥឡូវចំណោទដែលយើងត្រូវចោទសួរតើអ្នកដែលចូលមកក្នុងប្រទេសរបស់យើងអត់មានលិខិតឆ្លងដែននេះវាមកតាមបណ្ណាពិតប្រាកដបញ្ហានេះត្រូវតែជាសំណួរដែលត្រូវមានចំណោទកម្ពុជាមិនមានជើងចោះហោះជាប់ពីប្រទេសក្រៅពីចម្ងាយឆ្ងាយទេយើងគឺជាជនរងគ្រោះពិតប្រាកដដាក់ចេញជាសំណួរហើយត្រូវរកចម្លើយឲ្យឃើញថាតើគេចូលមកក្នុងប្រទេសយើងដោយគ្មានលិខិតស្នាមចូលតាមប្រទេសណាมันអាចចូលមកតាមពោធិ៍ចតុងឬចូលតាមអាកាសយានដ្ឋានថ្មីបរតដេជោឬក៏អាកាសយានដ្ឋាននៅខេត្តសៀមរាបឬអាកាសយានដ្ឋាននៅខេត្តព្រះសីហនុនេះតើគេចូលមកប្រទេសយើងតាមប្រទេសណាឥឡូវអ្នកទាំងនឹងមិនតន់ចាក់ចេញពីកម្ពុជាទេសួរចម្លើយឲ្យច្បាស់ព្រោះមានប្រទេសខ្លះមានអ្នកខ្លះព្យាយាមដាក់កំហុសមកលើយើងក្នុងពេលដែលអ្នកទាំងនោះបានចូលមកប្រទេសយើងតាមប្រទេសរបស់គេអញ្ចឹងខ្ញុំសូមផ្ដល់ជាអនុសាសន៍ឲ្យនាយករដ្ឋមន្ត្រីឲ្យរដ្ឋមន្ត្រីមហាផ្ទៃធ្វើការឲ្យម៉ត់ចត់ជាមួយនឹងខាងអតោប្រវេសន៍សួរចម្លើយអ្នកដែលយើងចាប់ឲ្យអត់មានប៉ាសពតអត់មានលិខិតឆ្លងដែនអ្នកឯងចូលកម្ពុជាតើត្រង់ណាដើម្បីយើងបង្ហាញពិភពលោកឲ្យដឹងថាប្រទេសណាដែលឆ្លងកាត់ការជិះសូមអ្នកចិត្តខាងរបស់យើងរាប់ទាំងថៃរាប់ទាំងវៀតណាមរាប់ទាំងឡាវហើយខ្ញុំមិនជឿថាមកតាមវៀតណាមទេព្រោះវៀតណាមគាត់គ្រប់គ្រងច្បាស់លាស់ណាស់អាចមានខ្លះជាពលរដ្ឋរបស់គាត់តែយើងចាប់បញ្ជូនទៅឲ្យពួកគាត់ឲ្យគាត់រួចហើយគាត់ក៏សហការល្អប៉ុន្តែអ្នកផ្សេងទៀតដែលអត់មានប៉ាសពតចូលមកដែលអត់មានទឹកតកាអត់ចូលតាមច្រកដែលមានគេហៅថាការវាយអាដែងលិខិតស្នាមចេញចូលអ្នកទាំងហ្នឹងមកពីតាមណាកម្ពុជានឹងធ្វើសារជាថ្មីម្ដងទៀតឲ្យពិភពលោកបានស្គាល់តែកម្ពុជាបានបំផ្លាញអនឡាញហើយប្រទេសតែឯងមានយ៉ាងណារឿងរបស់អ្នកឯងទៅចោះហើយខ្ញុំសូមផ្ដល់ជាអនុសាសន៍ការបង្ក្រាបការឆោបោកតាមបច្ចេកវិទ្យាត្រូវដើរទន្ទឹមនឹងការបោកសម្អាតនិងបង្ក្រាបមន្ត្រីដែលជាប់ពាក់ព័ន្ធនិងដកចោលនឹងមន្ត្រីដែលមិនព្រមអនុវត្ត